បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទ Mr. J អញ្ចឹងសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូដែលខ្ញុំបាទនឹងមកធ្វើការសង្ខេបក៏ដូចជា recap ជាមួយនឹងកម្មវិធី Monday Night Raw បើនិយាយទៅនៅក្នុងកម្មវិធី Monday Night Raw នៅក្នុងសប្តាហ៍នេះគឺមានការប្រកួតមួយចំនួនដែលតទៅព្រឹត្តិការណ៍Night of Champion ហើយក៏មានការ announce ជាមួយនឹងការប្រកួតបន្ថែមទៀតទៅព្រឹត្តិការណ៍បន្ទាប់ពី Night of Champion នឹងទៀតដែរគឺកម្មវិធី Saturday Night Main Event ហ្នឹងឯងអញ្ចឹងអ្នកទាំងអស់គ្នារងចាំតាមដានស្ដាប់ជាមួយនឹងការសង្ខេបរបស់ខ្ញុំបាទនៅពេលបន្តិចទៀតនេះអញ្ចឹងកម្មវិធី Monday Night Raw នៅក្នុងសប្តាហ៍នេះគឺលេងនៅក្នុងថ្ងៃច័ន្ទទី16ខែមិថុនាឆ្នាំ2025អញ្ចឹងគឺយើងសល់រយៈពេលមួយសប្តាហ៍ទៀតគឺដល់ព្រឹត្តិការណ៍ Night of Champion ហើយគឺធ្វើនៅអារ៉ាប៊ីសាអូឌីតហ្នឹងឯងអញ្ចឹងសម្រាប់គូប្រកួតជម្រុះ Round 1 ក៏ដូចជា First Round របស់ King and Queen of the Ring គឺបានបញ្ចប់នៅក្នុងសប្តាហ៍នេះហើយអញ្ចឹងគឺសប្តាហ៍ចូលថ្ងៃសុក្រនៅ SmackDown គឺចាប់ផ្ដើមចូលវគ្គគេហៅថា Semi Final ហើយគឺដូចជាទឹកទី2អញ្ចឹងហើយបន្ទាប់មកបានចូល Final នៅព្រឹត្តិការណ៍ Night Champion តែម្ដងហ្នឹងសម្រាប់ King and Queen of the Ring អញ្ចឹងសម្រាប់សប្តាហ៍នេះគឺគូផ្នែកស្រីៗគឺខ្ញុំដាក់នៅលើវីដេអូនេះគឺវាយ4នាក់ដែរហើយអ្នកដែលឈ្នះគឺ Asuka ព្រោះអីគាត់ទៅតែគេថា return មកបាត់រយៈពេលជាង1ឆ្នាំហើយអ្នកទាំងអស់គ្នាគឺយូរមែនតើដោយសារតែគាត់លបួសអីចឹងទៅឥឡូវគឺគាត់មកវិញហើយក៏ប្រកួតឈ្នះនៅក្នុងការប្រកួតជម្រុះ Queen of the Ring នឹងផងដែរអញ្ចឹងគាត់ឡើងទៅវគ្គ Semi Final ហើយសម្រាប់សប្តាហ៍ក្រោយនេះហើយសម្រាប់គូផ្នែកបរិសុទ្ធវិញក៏មានការប្រកួតជម្រុះចុងក្រោយសម្រាប់ First Round King of the Ring Tournament ផងដែរគឺការប្រកួត Fatal 4 Way ដែរគឺខ្ញុំដាក់រូបនៅលើវីដេអូនេះឯងដំបូងគេដាក់សញ្ញាសួរនៅកន្លែងហ្នឹងខ្ញុំគិតថាជាកីឡាករដែល return មកពីស្ថាប័នផ្សេងឬមួយក៏កីឡាករចាស់ដែល return មកអញ្ចឹងទៅប៉ុន្តែដល់ពេលក្រោយពេលដែលជេអ៊ូសូគាត់ចាញ់ខ្សែក្រវ៉ាត់ទៅកាន់ធើក៏ដូរផ្លាស់ប្ដូរដាក់ជេអ៊ូសូចូលក្នុងការប្រកួតជម្រុះនឹងដែរអញ្ចឹងសម្រាប់ការប្រកួតហ្នឹងគឺយើងមិនបាច់និយាយអីច្រើនទេគឺជេអ៊ូសូក៏គាត់ឈ្នះនៅក្នុងការប្រកួតហ្នឹងអញ្ចឹងគាត់ក៏ខ្លាយទៅជាបេក្ខភាពមួយរូបទៀតហើយដែលជាប់វគ្គជម្រុះ Round 1 ឬមួយក៏ទឹកទី1ហ្នឹងឯងអញ្ចឹងចូលដល់ Semi Final គឺគាត់ត្រូវប៉ះ Cody Rhodes នៅសប្តាហ៍ក្រោយនេះហើយនៅរសប្តាហ៍ក្រោយគឺគាត់នឹងប៉ះជាមួយ Cody Rhodes យកបេក្ខភាពម្នាក់ទៀតដើម្បីឡើងទៅវគ្គដាច់ព្រាត់ឬក៏ Final ហ្នឹងឯងអញ្ចឹងយើងចាំមើលទាំងអស់គ្នាថា Cody Rhodes ប៉ះគ្នាជាមួយ Jey Uso នរណាគេនឹងឈ្នះហើយនរណាគេនឹងស័ក្តិសមឡើងទៅវគ្គផ្ដាច់ព្រាត់អញ្ចឹងនៅខាង SmackDown នោះក៏មានការប្រកួតជម្រុះ Final ដែរ Semi Final គឺរវាង Randy Orton ហើយជាមួយនឹង Sami Zayn ហើយយើងចាំមើលទាំងអស់គ្នាពីរនាក់ការប្រកួតទាំងពីរហ្នឹងគឺនរណាគេនឹងអាចមកប៉ះគ្នានៅ Final វគ្គផ្ដាច់ព្រាត់ហ្នឹងឯងអញ្ចឹងយើងចាំមើលទាំងអស់គ្នានរណាគេនឹងស័ក្តិសមក្លាយជាម្ចាស់មកុដ King of the Ring ប្រចាំឆ្នាំ2025អញ្ចឹងសម្រាប់សាច់រឿងនៅរគឺខ្ញុំសុំមិននិយាយអីច្រើនប្រហែលទេគឺខ្ញុំចុចយកតែចំណុចសំខាន់យកមកសង្ខេបចែកជូនអ្នកទាំងអស់គ្នាតែប៉ុណ្ណោះអញ្ចឹងបន្តមកទៀតគឺជាការបង្ហាញខ្លួនរបស់ម្ចាស់ខ្សែក្រវ៉ាត់ World Heavyweight Champion ចំនួនថ្មីទៀតហើយគឺ The Ring General Gunther ដែលគាត់កាន់នេះគឺជាលើកទី2របស់គាត់ហើយគាត់ក៏មកនិយាយពីcelebration ក៏ដូចជាអបអរសាទរចំពោះខ្លួនឯងដែលគាត់បានឈ្នះពី Jey Uso វិញអញ្ចឹងណាក្រោយពីបាត់បង់ខ្សែក្រវ៉ាត់ហ្នឹងនៅ WrestleMania អញ្ចឹងគឺគាត់បានយកខ្សែក្រវ៉ាត់របស់គាត់បានមកវិញហើយគាត់ក៏និយាយផងដែរថាគាត់មិនសង្ឃឹមថា Seth Rollins ហើយក៏គាត់មិនខ្វល់ដែរថា Seth Rollins អាចនឹងមក cash in គាត់ឬមួយក៏យ៉ាងណាគឺគាត់អត់ខ្វាយខ្វល់ទេហើយក្រោយមកក៏ស្រាប់តែចេញភ្លេង Goldberg មកអញ្ចឹងគឺនៅក្នុងសប្តាហ៍នេះគឺ Goldberg គាត់ return មកកាន់ WWE ហើយមានអ្នកខ្លះគេពាក្យចាំបារាមថា Goldberg គឺចុះកងត្រានៅ AEW ឯណាឥឡូវគឺនៅ WWE ដដែលទេអញ្ចឹង Goldberg គឺគាត់បានបង្ហាញខ្លួនមកដោយគាត់និយាយទៅកាន់ Gunther អំពីដែល Gunther គាត់និយាយប៉ះពាល់ទៅកាន់គ្រួសារគាត់ដំបូងអញ្ចឹងទៅហើយអញ្ចឹងគាត់មកពេលនេះគឺមកដើម្បីបញ្ចប់គេហៅថាបញ្ហាហ្នឹងដែល Gunther ធ្លាប់ឌឺគាត់ពីមុនមកអញ្ចឹងយើងនិយាយបកទៅកាន់ Bad Blood ម្ដងគឺកាលពី Bad Blood ឆ្នាំ2024គឺ Goldberg គាត់បានទៅមើលហ្នឹងដែរទៅមើលនៅក្នុងព្រឹត្តិការណ៍ហ្នឹងដែរអង្គុយមើលអីចឹងទៅក៏ Gunther គាត់និយាយយ៉ាងឌឺដងទៅកាន់ Goldberg អីចឹងទៅហើយអញ្ចឹង Goldberg មកលើកនេះគឺដើម្បីមកតសាច់រឿងកាលពីឆ្នាំមុននោះទេហើយអញ្ចឹងគាត់ក៏បាននិយាយផងដែរថាគាត់នឹងសុំ challenge ជាមួយនឹង Gunther ទៅដើមយក World Heavyweight Champion គឺ one last try របស់គាត់បានន័យថាគាត់វាយមកប្រកួតនឹងហើយគឺប្រហែលជាចប់ដែរហើយគាត់មិនដឹងថាប៉ះអ្នកណាទៀតទេ
ប៉ុន្តែគាត់បាននិយាយថាគឺ one last strike គឺគាត់សុំប៉ះជាមួយនឹង Gunter ទៅដើមយក World Heavyweight Champion មិនមែននៅព្រឹត្តិការណ៍ Night Champion ទេដំបូងខ្ញុំគិតថាអញ្ចឹងប៉ុន្តែក្រោយមកក៏គេបានប្រកាសមកដែរថាគឺ Goldberg ត្រូវប៉ះគ្នាជាមួយនឹង Gunter ទៅដើមយក World Heavyweight Champion នៅព្រឹត្តិការណ៍ Saturday Night Main Event ហើយខ្ញុំមិនសង្ឃឹមថា Goldberg នឹងឈ្នះទេអ្នកទាំងអស់គ្នាព្រោះអីយើងមើលពី Gunter ហើយនឹង Goldberg គឺខុសគ្នាឆ្ងាយហើយបើនិយាយពីអាយុវិញគឺដល់ខុសឆ្ងាយហើយបើនិយាយពី Goldberg កាលពីមុនប្រហែលជាគាត់អាចយកឈ្នះGunter ប៉ុន្តែបើ Goldberg ឥឡូវនេះគឺគាត់ខ្សោយគាត់ចាស់ផងឯណាមួយក៏គាត់ចិត្តឈប់វាយដែរមិនដឹងថាយកខ្សែក្បាត់ធ្វើអីទេថៃថាមិនត្រូវគឺ Gunter ហ្នឹងគឺ Clay Goldberg នឹងសន្លប់ទៀតហើយមើលទៅអញ្ចឹងខ្ញុំសូមសង្ខេបកម្មវិធីរនៅក្នុងសប្តាហ៍នេះត្រឹមហ្នឹងព្រោះអីវាមានសាច់រឿងតែប៉ុណ្្នឹងឯងហើយក៏មានការប្រកួតមួយចំនួនដែលគេប្រកាសផ្លូវការទៅកាន់កម្មវិធីព្រឹត្តិការណ៍ Night Champion បន្ថែមផងដែរដូចជា AJ Styles ទៅប៉ះគ្នាជាមួយនឹង Dominic Mysterio គឺវាយមួយស្មើទៅដើមយក Intercontinental Champion ខ្ញុំមិនរំពឹងលើ AJ ថាគេនឹងទម្លាក់ខ្សែក្បាត់ Dominic ឲ្យទៅ AJ ទេប៉ុន្តែយើងចាំមើលទាំងអស់គ្នាបើនិយាយពីសង្ឃឹមគឺខ្ញុំមិនសូវសង្ឃឹមទេដោយសារ AJ ឥឡូវគឺគេលែងសូវលើកហើយវាច្រើនវាយគ្នាតែនៅរមួយស្មើអញ្ចឹងទៅមានឈ្នះមានចាញ់តែបើថាខ្សែក្បាត់ប្រហែលជាគេលែងឲ្យហើយអញ្ចឹងវីដេអូសង្ខេបរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាមានកំហុសខុសឆ្គងកន្លែងណាក៏សូមមេត្តាអធិស្ឋានផងដែរអញ្ចឹងចាំជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូនេះពីខ្ញុំបាទ Mr. AJ ក៏សូមអរគុណសូមជម្រាបលា